ជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងដែលតែងតែនាំយកនូវរឿងរ៉ាវប្លែកៗក៏ដូចជារឿងព្រេងនិទានប្រចាំស្រុកខ្មែរដែលពោរពេញទៅដោយអត្ថន័យនិងការអប់រំមកចែករំលែកជូនដល់អស់លោកអ្នកខ្ញុំបាទបងឌីជាពិធីករប្រចាំកម្មវិធីសូមគោរពអញ្ជើញប្រិយមិត្តទាំងអស់គ្នាចូលរួមស្វែងយល់ពីប្រវត្តិសាស្ត្ររឿងព្រេងនិងជំនឿផ្សេងៗជាមួយគ្នាថ្ងៃនេះកម្មវិធីរបស់យើងពិតជាមានកិត្តិយសណាស់ដែលបានអញ្ជើញវាគ្មិនដ៏ឆ្នើមម្នាក់ដែលជាអ្នកស្រាវជ្រាវនិងជាអ្នកជំនាញផ្នែករឿងព្រេងនិទានខ្មែរផ្ទាល់តែម្ដងគឺមានអ្នកណាផ្សេងក្រៅពីអ្នកនាងសីពៅនោះទេសូមស្វាគមន៍អ្នកនាងសីពៅបាទសូមអរគុណបងឌីនាងខ្ញុំសីពៅក៏ពិតជារីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធីដ៏មានន័យនេះហើយក៏សូមជម្រាបសួរដល់បងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានិងស្ដាប់ការផ្សាយរបស់យើងនាងខ្ញុំសង្ឃឹមថារឿងនិទានដែលខ្ញុំនឹងលើកយកមកចែករំលែកនៅថ្ងៃនេះនឹងធ្វើឲ្យបងប្អូនទាំងអស់គ្នាទទួលបានការកម្សាន្តក៏ដូចជាសារអប់រំផ្សេងៗផងដែរបាទអរគុណអ្នកនាងសីពៅថ្ងៃនេះកម្មវិធីរបស់យើងនឹងជជែកគ្នាពីរឿងរ៉ាវមួយដែលស្ដាប់ទៅហាក់ដូចជាព្រឺក្បាលបន្តិចប៉ុន្តែក៏ពោរពេញទៅដោយអត្ថន័យជ្រាលជ្រៅនិងសារអប់រំសម្រាប់សង្គមជាតិរបស់យើងរឿងដែលយើងនឹងលើកយកមកនិយាយថ្ងៃនេះគឺរឿងដើមកំណាតព្រាយដើមពោធិ៍គ្រាន់តែឮចំណងជើងក៏ឮធ្វើព្រឺសម្បូរបាត់ទៅហើយអ្នកនាងសីពៅពិតណាស់បងឌីរឿងនេះមិនត្រឹមតែជាការបំភ័យប៉ុណ្ណោះទេប៉ុន្តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមក៏ដូចជាការប្រព្រឹត្តរបស់មនុស្សយើងផងដែរជាពិសេសគឺយុត្តិធម៌បាទអញ្ចឹងកុំឲ្យខាតពេលយូរតើអ្នកនាងសីពៅអាចចាប់ដាវរៀបរាប់ពីដើមកំណើតនៃរឿងព្រេងដ៏ល្បីល្បាញនេះបានទេប្រិយមិត្តអ្នកស្ដាប់ប្រកាសជាចង់ដឹងខ្លាំងណាស់ហើយបានតាបងឌីរឿងដើមកំណើតព្រាយដើមពោធិ៍នេះគឺជារឿងមួយដែលត្រូវបានគេដំណើរតៗគ្នាជាច្រើនជំនាន់មកហើយនៅក្នុងសង្គមខ្មែរយើងវាជាការរំលឹកមួយអំពីអំពើអយុត្តិធម៌និងវិញ្ញាណដែលមិនស្ងប់រហូតតតែការពិតត្រូវបានលាតត្រដាងរឿងនេះបានចាប់ផ្ដើមកាលពីជាច្រើនសតវត្សមុនពេលដែលមានភូមិស្រុកឬវាលស្រែដោយសពថ្ងៃនៅចំនួននោះគឺមានតែព្រៃព្រឹក្សាដ៏ធំល្វឹងល្វើមួយប៉ុណ្ណោះពោរពេញទៅដោយដើមឈើចាស់ចាស់ទ្រុឌទ្រោមនិងសត្វព្រៃគ្រប់ប្រភេទហើយនៅចំកណ្ដាលព្រៃដ៏ធំល្វឹងល្វើនោះមានដើមពោធិ៍មួយដើមដុះលេចឡើងដោយឯកឯងវាហាក់ដូចជាសញ្ញាអថាកំបាំងមួយអណ្ដែតផុសចេញពីកណ្ដាលព្រៃជ្រៅយ៉ាងដូចគ្នាដែរអ្នកចាស់ៗនៅក្នុងតំបន់នោះតែងតែនិយាយតៗគ្នាថាដើមពោធិ៍នោះបានដុះឡើងនៅកន្លែងដែលជាមនុស្សបានស្រូបចូលទៅក្នុងដីគ្រាន់តែឮប៉ុណ្ណឹងក៏ដឹងថាមានរឿងអីកើតឡើងនៅទីនោះហើយបងឌីអាយ៉ាគ្រាន់តែការរៀបរាប់ពីដើមហេតុក៏ធ្វើឲ្យខ្ញុំព្រឺសម្បូរខ្ចាស់ទៅហើយដូច្នេះហើយបានជាដើមពោធិ៍នោះមានលក្ខណៈពិសេសជាងដើមឈើដទៃវាពិតជាអថាកំបាំងមែនបាទពិតជាអថាកំបាំងណាស់ហើយរឿងរ៉ាវដ៏សែនសោកសៅរបស់យើងក៏បានចាប់ផ្ដើមនៅក្នុងភូមិតូចមួយដែលនៅមិនឆ្ងាយពីព្រៃនោះប៉ុន្មានដែរមាននារីម្នាក់ឈ្មោះកញ្ញាសុភាជានារីដែលមានរូបឆោមស្រស់ស្អាតមានចិត្តល្អបរិសុទ្ធនិងជឿជាក់ទៅលើធម៌អាតណាស់នាងរស់នៅជាមួយឪពុកម្ដាយនៅក្នុងភូមិតូចនោះកញ្ញាសុភាតែងតែទៅវត្តអារាមធ្វើបុណ្យទាននិងជួយដល់អ្នកក្រីក្រជានិច្ចតែជាអកុសលភាពស្រស់ស្អាតនិងសេចក្តីល្អរបស់នាងមិនបាននាំមកនូវវាសនាល្អសម្រាប់នាងឡើយផ្ទុយទៅវិញវាបាននាំមកនូវវាសនាដ៏ខូខើមួយសម្រាប់នាងទៅវិញអូហេតុអ្វីក៏អញ្ចឹងទៅវិញនាងសីពៅស្ដាប់ទៅហាក់ដូចជាមានការឈឺចាប់ណាស់បាទវាពិតជាឈឺចាប់ណាស់បងឌីនៅពេលនោះមានមេភូមិម្នាក់ដែលជាមនុស្សលោភលន់និងចូលចិត្តប្រើអំណាចផ្ដាច់ការគាត់បានចាប់ចិត្តស្រឡាញ់កញ្ញាសុភាហើយចង់បាននាងមកធ្វើជាប្រពន្ធទី2របស់គាត់ប៉ុន្តែកញ្ញាសុភាមិនបានយល់ព្រមតាមការស្នើសុំរបស់គាត់ឡើយនាងបានបដិសេធសំណើនោះដោយត្រង់តែម្ដងជាការពិតណាស់បងឌីគាត់ជាមនុស្សដែលមានអំណាចហើយកញ្ញាសុភាគ្រាន់តែជានារីសាមញ្ញម្នាក់ហើយការបដិសេធរបស់នាងប្រកាសជាធ្វើឲ្យគាត់ខឹងខ្លាំងណាស់មើលទៅពិតណាស់ការបដិសេធរបស់កញ្ញាសុភាបានធ្វើឲ្យមេភូមិនោះខឹងសម្បាជាខ្លាំងដល់ថ្នាក់គុំគួនចង់អាឃាតនាងគាត់បានគិតគូរក្បត់ផែនការអាក្រក់មួយដើម្បីសងសឹកទៅលើនាងមួយថ្ងៃមេភូមិនោះបានប្រកាសជាសាធារណៈថាកញ្ញាសុភាជាស្ត្រីមន្តអាគមជាមេមត់ជាអ្នកធ្វើឲ្យភូមិជួបប្រទះនឹងគ្រោះរាំងស្ងួតហើយមនុស្សភូមិភាគច្រើនដែលមិនមានការយល់ដឹងច្បាស់លាស់ត្រូវបានគាត់បញ្ចុះបញ្ចូលឲ្យជឿតាមពាក្យរបស់គាត់ទាំងអស់អាយ៉ាមេភូមិនោះពិតជាចិត្តអាក្រក់ខ្លាំងណាស់គាត់បានប្រើអំណាចនិងល្បិចកលដើម្បីបំផ្លាញជីវិតនារីស្លូតត្រង់ម្នាក់ពិតជាគួរឲ្យអាណិតកញ្ញាសុភាណាដែលត្រូវគេចោទប្រកាន់ទាំងអយុត្តិធម៌បាទហើយអ្វីដែលគួរឲ្យសោកសៅនោះនៅយប់មួយគេក៏បានចាប់កញ្ញាសុភាយកទៅចងជាប់នឹងដើមពោធិ៍ដ៏ធំមួយនៅក្នុងព្រៃនោះកញ្ញាសុភាបានយំសុំមេត្តាធម៌ជាច្រើនដងប៉ុន្តែមិនមានអ្នកណាម្នាក់ស្ដាប់នាងឡើយពន្លឺព្រះច័ន្ទបានចាំងមកលើមុខរបស់នាងដែលពោរពេញទៅដោយទឹកភ្នែកនិងភាពអស់សង្ឃឹមយ៉ាងខ្លាំងមេភូមិនោះបានបញ្ជាឲ្យសម្លាប់នាងភ្លាមហើយទុកសពនាងចងនឹងដើមពោធិ៍នោះអូនេះជាសកម្មភាពដ៏ខុសខើបំផុតហើយមិនអាចទទួលយកបានទេជីវិតមនុស្សត្រូវគេយកមកលេងសើចបែបនេះបាទ
មុនពេលដាក់ដង្ហើមចុងក្រោយរបស់កញ្ញាសុភារលត់បាត់បង់ទៅនាងបានស្បត់នៅក្នុងចិត្តថាបើសេចក្តីយុត្តិធម៌មិនមែនសម្រាប់ខ្ញុំទេស្មារតីរបស់ខ្ញុំនឹងនៅទីនេះរហូតដល់ការពិតត្រូវបានបង្ហាញឈាមរបស់នាងបានហូរចូលទៅក្នុងដីហើយឫសរបស់ដើមពោធិ៍នោះបានស្រូបយកឈាមរបស់នាងព្រៃទាំងមូលហាក់ដូចជាស្ងប់ស្ងាត់ដូចជាកំពុងស្ដាប់ពាក្យស្បត់របស់នាងដូចនេះដែរពាក្យស្បត់របស់កញ្ញាសុភាពិតជាមានឥទ្ធិពលខ្លាំងណាស់ខ្ញុំអាចស្រមៃបានពីទិដ្ឋភាពដ៏សែនសោកសៅនិងអត្ថាកំបាំងនោះដូច្នេះហើយបានជាព្រាយដើមពោធិ៍បានចាប់កំណើតបាទចាប់តាំងពីយប់នោះមកមានអ្វីៗចម្លែកជាច្រើនបានកើតឡើងខ្យល់បានបក់ខ្លាំងៗនៅជុំវិញដើមពោធិ៍ហើយសំឡេងយំស្រាលៗតែងតែលេចឡើងនៅពេលយប់អ្នកដែលមានបាបកម្មឬមានចិត្តអាក្រក់ដែលឆ្លងកាត់ទីនោះតែងតែឃើញសម្រោនារីសក់វិញហើយក៏ជួបប្រទះនឹងគ្រោះថ្នាក់ជាយាថាហេតុវិញ្ញាណរបស់កញ្ញាសុភាមិនអាចទៅកើតវិញបានឡើយដោយសារតែពោពេញទៅដោយទុក្ខសោកនិងភាពអយុត្តិធម៌នាងក៏បានក្លាយទៅជាព្រាយដើមពោធិ៍ដែលជាអ្នកការពារព្រៃនិងជាអ្នកបណ្ដឹងទោសលើមនុស្សអាក្រក់នេះហើយជាការតបស្នងអ្នកដែលមានចិត្តអាក្រក់អំពើអាក្រក់នឹងទទួលផលអាក្រក់វិញជានិច្ចពិតមែនហើយបងឌីហើយមេភូមិដែលជាអ្នកសម្រាប់កញ្ញាសុភានោះក៏ចាប់ផ្ដើមឃើញសុបិនអាក្រក់ជារៀងរាល់យប់នៅក្នុងសុបិននោះកញ្ញាសុភាតែងតែឈរនៅក្រោមដើមពោធិ៍សក់វែងបាំងមុខហើយស្រែកហៅឈ្មោះរបស់គាត់រហូតមកដល់យប់មួយគាត់ក៏បានបាត់ខ្លួនទៅក្នុងព្រៃតែម្នាក់ឯងលុះព្រឹកឡើងគេក៏បានរកឃើញតែសម្លៀកបំពាក់របស់គាត់នៅក្រោមដើមពោធិ៍នោះប៉ុណ្ណោះហើយមានស្នាមដៃខ្មៅឈប់នៅលើដើមឈើទៀតផងអាយ៉ានេះពិតជាការសងសឹកដ៏ស័ក្តិសិទ្ធិមែនមេភូមិនោះទទួលផលកម្មរបស់ខ្លួនវិញហើយបាទក្រោយមកមនុស្សជាច្រើនក៏បានមកបង្កើតភូមិនិងវាលស្រែនៅក្បែរព្រៃនោះដើមពោធិ៍នោះនៅតែឈរត្រដែតហាក់ដូចជាអ្នកការពារមួយរូបដូចនេះដែរអ្នកចាស់ៗតែងតែបង្រៀនកូនចៅរបស់ពួកគេថាកុំធ្វើអំពើអាក្រក់កុំបំពានទៅលើអ្នកខ្សោយព្រៃដើមពោធិ៍មើលឃើញគ្រប់យ៉ាងនេះជាការដាស់តឿនដ៏មានតម្លៃមួយព្រៃដើមពោធិ៍នេះមិនមែនជាព្រៃអាក្រក់នោះទេតែជាវិញ្ញាណនៃយុត្តិធម៌ពិតណាស់បងឌីគេនិយាយថាព្រៃដើមពោធិ៍មិនមែនជាព្រៃអាក្រក់ទេតែជាវិញ្ញាណនៃយុត្តិធម៌រហូតដល់ថ្ងៃណាដែលមនុស្សមិនធ្វើអំពើអាក្រក់ទៅលើគ្នាទៀតព្រៃនោះទើបអាចស្ងប់ស្ងាត់បានហើយនៅយប់ពេញបុត្រមីប្រសិនបើអ្នកឆ្លងកាត់ដើមពោធិ៍នោះអ្នកអាចឮសំឡេងស្រីម្នាក់ស៊ឹបថាចងចាំពាក្យពិតកុំធ្វើបាបអូរឿងរ៉ាវផ្នែកទី1នេះពិតជាធ្វើឲ្យខ្ញុំព្រឺសម្បូរនិងរំជួលចិត្តខ្លាំងណាស់វាបានបង្ហាញពីផលវិបាកនៃការប្រើអំណាចផ្ដាច់ការនិងការសងសឹករបស់វិញ្ញាណដែលមិនបានទទួលយុត្តិធម៌ដូច្នេះយ៉ាងនាងសៃពៅតើរឿងរ៉ាវបានបន្តទៅយ៉ាងណាទៀតបន្ទាប់ពីកញ្ញាសុភាក្លាយជាព្រាយដើមពោធិ៍អស់ជាច្រើនសតវត្សរ៍បាទរឿងរ៉ាវបានបន្តទៅមុខទៀតក្រោយពីកញ្ញាសុភាបានក្លាយជាព្រាយដើមពោធិ៍អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយវិញ្ញាណរបស់នាងមិនបាននៅតែម្នាក់ឯងទៀតនោះទេក្រោយដើមពោធិ៍នោះក៏មានវិញ្ញាណអ្នកស្លាប់ដោយអយុត្តិធម៌ជាច្រើនទៀតត្រូវបានទាក់ទាញមកដោយអំណាចនៃទុក្ខនិងពាក្យស្បត់របស់នាងអាយ៉ាដូច្នេះហើយបានជាដើមពោធិ៍នោះក្លាយទៅជាទីប្រជុំនៃវិញ្ញាណដែលមិនស្ងប់ពិតណាបងឌីរវិញ្ញាណអ្នកស្លាប់ដោយគ្មានអ្នកចងចាំរត់ឈាមឯហូរដោយអំពើអាក្រក់គឺសុទ្ធតែជាប់ខ្សែអថាកំបាំងជាមួយនឹងដើមពោធិ៍នោះព្រាយសុភាបានក្លាយជាអ្នកថែរក្សាវិញ្ញាណទាំងនោះមិនអាចឲ្យពួកវាចូលត្រអីនៅក្នុងភូមិបានឡើយប៉ុន្តែក៏មិនអាចឲ្យពួកវាទៅកើតវិញដែរកាលពេលវេលាបានឆ្លងផុតទៅភូមិនោះក៏បានរីកចម្រើនជាលំដាប់ផ្លូវថ្នល់ជាច្រើនត្រូវបានកាត់ឆ្លងកាត់វាលស្រែហើយដើមពោធិ៍ដ៏ធំនោះនៅតែឈរយ៉ាងត្រដែតដដែលប៉ុន្តែនៅជុំវិញវាគឺពោពេញទៅដោយផ្ទះសម្បែងនិងទីផ្សារទៅវិញអូដូច្នេះមានន័យថាភាពទាន់សម័យបានចូលមកដល់ហើយតើចំនួនថ្មីនៅតែជឿលើរឿងព្រេងទាំងនេះដែរឬទេអ្នកនាងសៃពៅជាអកុសលគឺមិនបានជឿទេបងឌីអ្នកចំនួនថ្មីក៏ចាប់ផ្ដើមមិនជឿទៅលើរឿងព្រេងទាំងនេះទៀតឡើយគេគិតថាវាគ្រាន់តែជារឿងដែលអ្នកចាស់ៗបំភ័យកុមារតែប៉ុណ្ណោះនេះជាបញ្ហាធំមួយហើយព្រោះថារឿងព្រេងទាំងនេះតែមានអត្ថន័យអប់រំនៅពេលក្រោយនៅពេលដែលមនុស្សឈប់ជឿពួកគេក៏អាចបាត់បង់ការគោរពនិងការប្រុងប្រយ័ត្នពិតមែនហើយបងឌីហើយរឿងរ៉ាវមិនល្អក៏បានកើតឡើងម្ដងទៀតមានអ្នកមកការម្នាក់ឈ្មោះរឹតមកពីទីក្រុងគាត់មានកម្រងកាប់ដើមពោធិ៍នោះដើម្បីសាងសង់អគារដ៏ធំមួយអ្នកចាស់ៗនៅក្នុងភូមិបានប្រមានគាត់ជាច្រើនដងប៉ុន្តែគាត់គ្រាន់តែសើចចំអកវិញថាព្រាយគឺមានតែរឿងមនុស្សខ្លាចសម្រោខ្លួនឯងភាពល្ងងខ្លៅនិងការមើលងាយជំនឿរបស់អ្នកដទៃតែងតែនាំមកនូវគ្រោះថ្នាក់បាទហើយថ្ងៃដែលកាប់ដើមពោធិ៍ក៏បានមកដល់ពេលដែលកំបិតដំបងបានប៉ះទៅលើសម្បកដើមឈើស្រាប់តែឈាមក្រហមបានហួរចេញមកដូចជាឈាមមនុស្សដូចនេះដែរកម្មករទាំងអស់ភ្ញាក់ផ្អើលជាខ្លាំងហើយខ្លះក៏បានរត់ចេញភ្លាមៗតែម្ដងនេះពិតជាសញ្ញាព្រមានមួយយ៉ាងធំហើយពិតមែនហើយមេឃក៏បានងងឹតភ្លាមៗទោះបីជាពេលនោះជាម៉ោងថ្ងៃត្រង់ក៏ដោយខ្យល់បានបក់យ៉ាងខ្លាំងក្លាស្លឹកពណ៌ក៏បានរំញោដោយសំឡេងយំហើយអ្វីដែលគួរឲ្យរន្ធត់នោះនៅចន្លោះឫសឈើសម្រាប់ស្ត្រីសក់វែងមិនមែនលេចឡើងតែម្នាក់នោះទេប៉ុន្តែជាច្រើនសំឡេងមួយក៏បានបន្លឺឡើងយ៉ាងច្បាស់ថាទីនេះជាឈាមនិងទុកអ្នកមិនមានសិទ្ធិបំផ្លាញអាយ៉ាព្រឺសម្បូរណាស់អ្នកនាងសៃពៅសំឡេងព្រមាននោះពិតជាខ្លាំងក្លាណាស់បាទយប់នោះភូមិក៏បានជួបប្រទះនឹងគ្រោះចម្លែកជាច្រើនភ្លេងបានឆេះដោយខ្លួនឯងទឹកក្នុងអណ្ដូងក៏បានคล้ายទៅជាពណ៌ខ្មៅហើយអ្នកមកការរត់ក៏បានបាត់ខ្លួនទៅពេលដែលគាត់ចុះទៅមើលការដ្ឋានលុះព្រឹកឡើងគេក៏បានឃើញគាត់អង្គុយនៅក្រោមដើមពោធិ៍មុខស្លេកស្លាំងសក់សក់ក្បួសព្រមទាំងមានស្នាមដៃខ្មៅជាប់ពីខ្លួនគាត់មិនអាចនិយាយបានទៀតទេត្រឹមតែញញឹមភ័យៗហើយសម្លឹងទៅលើដើមឈើប៉ុណ្ណោះនេះជាមេរៀនមួយទៀតសម្រាប់អ្នកដែលមិនគោរពនៅអ្វីដែលជាជំនឿ
เผากรรมบานตามชอบกอดระหุด บาทพระสองจ้ามือองก็ตรบานเกอัญเชิญมาทัวพิธีเครื่องเปรียบพระองค์กำปงสมาธิพระองค์ก็บานขึ้นวิญญาณกัญญาสุพียโชนกรมดำปูโนเนียงมันบานคังสมบานนุเตแต่ปูปิ่งตัวโดยตุกเสาอย่างคลังเนียงบานนิเยธาเขียงมันจองบำพลายมนุษย์เตแต่เขียงตระกาไอโปเกจองจำกันไหลนี้คือจีกันไหลเชี่ยมหนึ่งอยู่ติดทอ นี่จีซาดอเมียนอัธนัยเจริญเจริญมวยอย่างเนียงเสยเปยกัญญาสุพียมันแมนจองสองศึกเทแต่เนียงจองอ่อยมนุษย์เรียนปีกำฮบหนึ่งจองจามเนยอยู่ติดทอ ปิดแมนเฮยบองดีให้พระสังกบาลแนะนำอ้อยสังสองสลาบนตุยมุ้ยในกระบายดำโปนุให้ถั่วบนอุติเจริญรอชนำกรอยพิธีทมนุวิญญาณจีเชิญกบาลรลีบัตเตยภูมิกบาลสงบสงัดเว้นดำโปเนื้อแต่โชมันมีในนาเห็นพัดพอรีเต็ดลอยปันท้ายในยุคเป็นบทมีเนื้อแต่มีเนื้อลือสำลิงเสด็จสุบท้ากอมพลีอัตตกาลให้เนื้อจักก็ดึงท้าเปรียดำโปมันอายเตยบานตีดอรับนามนุษย์เนื้อแต่เธออำเภออักรอก เรื่องราวภายในที่ปีนี้การแต่ปังหารอ่อยเขินปีสระสำคัญในการกรบหนึ่งการจองจำสมไว้แต่เพียบเรียจำรอนก็มันอาจลุกบำบัดในการปิดหนึ่งอายุที่ทอได้ทั่วเกิดลางบานใดโดยฉะนั้นในนิ่งเสยเปยตาเรื่องราวบานบรรจบตรึมหนังเรื่องเอาเมียนเวียกบรรต่อเตียด บาทบองดีเรื่องราวเนเมียนเวียบรรต่อเตียดหายจีเวียบรรจบแดโปเป็นตรายการพยักผอายกำลังพุทธไตจิจรานจำนวนผู้บานได้จำรานอย่างคลังเวียสไรโปเป็นตรายสราวตุ้มหาย